Aid សហការជាមួយនឹងអង្គការកែប្រែសហគមន៍និងទ្រទ្រង់ភូមិនៅឧត្តរមានជ័យគឺយើងធ្វើការឆ្លើយតបជាមួយនឹងគ្រួសារចំនួន 3983 គ្រួសារនៅក្នុង2ជំរំនៅក្នុងខេត្តឧត្តរមានជ័យដោយសារតែនៅក្នុងរដូវកាលនេះពួកគាត់ធ្វើការភៀសចេញមកហ្នឹងគឺនៅក្នុងសហគមន៍ក្នុងពេលដែលគាត់ប្រមូលផលហើយទៅនឹងពេលនឹងដែរគឺគាត់អាចប្រមូលផលក្នុងការលក់ក្នុងការបានចំណូលប្រចាំថ្ងៃរបស់គាត់អញ្ចឹងការឆ្លើយតបជាសាច់ប្រាក់របស់អង្គការ Action Aid មកដល់ជនភៀសសឹកហ្នឹងគឺជាតម្រូវការចាំបាច់នាពេលនេះមិញខ្ញុំបាន 60000 ខ្ញុំយកទុកគាត់ទិញអីហូបបន្តទៅមុខទៀតហើយនឹងកូនហូបច្រើនសម្រាប់ខ្ញុំហើយខ្ញុំអ្នកអត់មានអារម្មណ៍សប្បាយដែរបានអង្គការជួយលុយបានដោះតល់ឲ្យកូនចាយទៅមុខទៀតខ្ញុំទិញហូបណានេះព្រេងគេលក់ត្រីលក់សាច់ជ្រូកក៏ទិញกินតិចណានេះនង50នង30ទៅណាបានហូបមេកត្រីអនណាជុំមិញចៅនេះគេបើកប្រាក់អូចេអង្គការ Action Aid គឺនៅតែបន្តធ្វើការងារជំនួយមនុស្សធម៌ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យក៏ដូចខេត្តដែលប៉ះពាល់ផ្សេងទៀតមានខេត្តពោធិ៍សាត់ហើយនិងខេត្តកោះកុងអញ្ចឹងហើយគឺយើងនៅតែធ្វើការស្និទ្ធស្នាលដើម្បីតាមដានជាមួយនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋជនភៀសសឹកហើយនឹងថាតើយើងនឹងអាចផ្ដល់ជាជំនួយមនុស្សធម៌បែបជាបច្ចេកទេសក៏ដូចជាតម្រូវការជាក់ស្ដែងនៅតាមជំរំហើយនឹងជាពិសេសគឺស្ដារឡើងវិញនៅក្នុងភាពខូចខាតដែលពួកគាត់រងគ្រោះពីសង្គ្រាមស្របពេលនឹងស្ថានភាពដ៏លំបាកនេះអង្គការ Action Aid កម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រនិងពង្រឹងយន្តការដែលបានប្រុងប្រយ័ត្នគ្នាសម្រាប់ដំណោះស្រាយដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ